ព្រមលិខិតនាំឲ្យជួបគ្នាហើយតែការយល់ចិត្តហើយនឹងការមើលថែទើបធ្វើឲ្យអ្នកទាំងពីរហ្នឹងដើរបានឆ្ងាយជាមួយនឹងគ្នាខ្ញុំឃើញថាមានប្តីប្រពន្ធពីរនាក់អញនិយាយបានថាជាប្តីប្រពន្ធហើយបើអ្នកណាដែលមិនទាន់រៀបការក៏តាមហ្នឹងទៅណាតែខ្ញុំឃើញថាពីរនាក់គាត់គឺប្រឹងសាងគ្រួសារជាមួយគ្នាដោយថាខំប្រឹងរស់ស៊ីរហូតដល់គាត់មានទ្រព្យសម្បត្តិរួមគ្នាមានផ្ទះមានសបាយអីល្អអាចទុកចែកកូនចែកចៅអីអញ្ចឹងណាបានន័យថាគាត់ចាប់ដើមមានជីវភាពមួយដែលល្អហើយប៉ុន្តែកិច្ចការអីគឺនៅក្នុងពេលហ្នឹងចក្រវាលដូចចង់លេងសើចឬក៏ព្រំលិខិតចង់លេងសើចគាត់ពីរនាក់ទាំងពីរហ្នឹងដូចចង់ដកពិសោធន៍ចង់ដឹងថាតើពីរនាក់គាត់ហ្នឹងនៅពេលដែលជួបរឿងអញ្ចឹងហើយតែគាត់នឹងដោះស្រាយចំណោទជីវិតនឹងរបៀបម៉េចប្រសិនបើនៅតែជួបបញ្ហាធំហើយនៅតែមានរឿងអញ្ចឹងហើយអត់មានដំណោះស្រាយខ្ញុំមើលឃើញថាពីរនាក់ហ្នឹងគឺមានម្នាក់សុខចិត្តដើរចេញសុខចិត្តដើរចេញទាំងស្ងប់ស្ងាត់ទាំងឈឺចាប់ប៉ុន្តែនៅស្រឡាញ់ពេញបេះដូងនេះតែដើរចេញដោយសារតែมันអាចទ្រាំទ្រទៅនឹងអាស្ថានភាពបែបហ្នឹងបានទៀតអញ្ចឹងបានខ្ញុំនិយាយថាព្រមលិខិតឲ្យជួបហើយតែមិនមែនបានន័យថាដំណើរហ្នឹងมันមានរឿងមួយគ្នាទេសំខាន់អាតាមផ្លូវជាមួយគ្នាដែលត្រូវរស់គ្នាជាមួយគ្នារហូតដល់ចាស់ស្លាប់រៀងខ្លួននេះគឺយើងត្រូវមើលថែចិត្តគ្នារបៀបម៉េចយើងត្រូវការយល់ចិត្តគ្នារបៀបម៉េចនឹងបានជារឿងដែលត្រូវដោះស្រាយខ្ញុំមើលឃើញថាពីរនាក់ហ្នឹងគឺតែងតែខំប្រឹងទប់នៅពេលដែលមានទំនាស់ទាស់តែងគ្នាម្ដងហើយអាចចំនួនដែលកើតឡើងហ្នឹងគឺអត់ដែររឿងអីធំដុំទេវាមានអារឿងចង់ចាញ់ចង់ឈ្នះពាក្យសម្ដីគ្នាឌឺដងផ្លែផ្កាឲ្យគ្នាឬក៏ម្នាក់ខ្លាំងរៀងខ្លួន ego ខ្លាំងរៀងខ្លួនហ្មងដូចថាមួយអត់ងាយទម្លាក់អាហ្នឹងក៏ធ្វើឲ្យមានរឿងរ៉ាវនឹងកើតឡើងដែរប៉ុន្តែខ្ញុំមើលឃើញថាប្តីប្រពន្ធគាត់ពីរនាក់ហ្នឹងគឺប្រឹងទប់លំនឹងមួយហ្នឹងអត់ចង់ឲ្យស្ថានភាពដ៏អាក្រក់ហ្នឹងធ្លាក់ទៅដល់ការដើរចេញពីគ្នាអញ្ចឹងគាត់ខំប្រឹងទប់មានម្នាក់គឺខំប្រឹងទប់ខ្លាំងឬក៏គាត់អាចនឹងទប់ទាំងពីរនាក់វាមានលក្ខណៈបែបហ្នឹងហើយខ្ញុំមើលឃើញថាគាត់គឺចង់ដើរចេញពីចំនួនចង់ដើរចេញពីបញ្ហាហ្នឹងមែនទែនបើសិនជាមានរឿងល្មមគាត់សុខចិត្តអត់មាត់អត់កព្រោះគាត់ស៊ូទ្រាំនេះគាត់ស៊ូទ្រាំដើម្បីអីគេដើម្បីគ្រួសារគាត់គិតថាស៊ូទ្រាំដើម្បីកូនចៅដើម្បីនៅជាម្លប់ឲ្យកូនចៅគាត់អញ្ចឹងគាត់អត់ចង់ចេញឆ្ងាយពីគ្រួសារទេគាត់ទោះបីជាមិនគឺមានម្នាក់ខ្ញុំមើលទៅគឺមានភាពអត់ធ្មត់ខ្លាំងជាងគេព្យាយាមស្ងប់ស្ងាត់ព្យាយាមពង្រឹងអត់ឲ្យខ្លួនឯងបែករហូតដល់ដើរចេញទេអញ្ចឹងពេលខ្លះគឺគាត់សុខចិត្តអន់ណាពេលខ្លះគាត់សុខចិត្តអន់ឬក៏គ្រាន់តែការកើតរឿងម្ដងណាក៏ដោយមានម្នាក់គាត់តែងតែមកសារភាពកំហុសដូចថាគាត់ដឹងខ្លួនខុសគាត់តែងតែមកសារភាពកំហុសរបស់គាត់ដែលគាត់ធ្លាប់ធ្វើឲ្យមានបញ្ហាឬក៏គាត់ដឹងខ្លួនខុសគាត់ចាប់ដើមថ្មីអីចឹងណាតែខ្ញុំមើលឃើញថាគាត់ពីរនាក់ហ្នឹងការតំណតំណងគ្នាជាទូទៅគឺគាត់យល់ចិត្តគ្នាបានល្អតាលក្ខណៈថារឿងខ្លះគឺគាត់រវល់រៀងខ្លួនមែនតែគាត់តំណតំណងគ្នារបៀបញៀនមិនចាំបាច់ដល់ទៅផ្អែមល្ហែមឬក៏ស្និទ្ធស្នាលខ្លាំងឬក៏ត្រូវជួបគ្នាពេកឬក៏និយាយអីអស់ពីខ្លួនពេកទេតែគាត់អាចយល់ពីតម្រូវការរបស់ម្នាក់បានម្នាក់គឺយល់ពីតម្រូវការម្នាក់ទៀតបានណាគាត់អាចយល់បានហើយជាទូទៅនៅពេលដែលមានទំនាស់កើតឡើងគឺថាម្នាក់គូស្មុគខ្លាំងហ្មងស្មុគខ្លាំងពិបាកនៅក្នុងការដោះស្រាយឬដូចថាអាពិបាកចិត្តហ្នឹងគឺរហូតដល់គេញាក់លក់គាត់កើតទុកមែនតើគាត់ស្មុគមែនតើសុំតែធ្វើអីអត់កើតនៅពេលដែលមានបញ្ហាជាមួយដៃគូគាត់ម្ដងប៉ុន្តែពេលវេលានោះដូចវាវល់ចុះវល់ឡើងវាអត់នឹងណសោះម្ដងទៅត្រូវម្ដងទៅក៏អត់ត្រូវវាដូចថាស្ថានភាពហ្នឹងវាអត់មាននឹងរហូតសោះដូចថាព្រមលិខិតនេះដូចរៀបចំមកឲ្យជួបមែនប៉ុន្តែឲ្យយើងនឹងវាថាមានរឿងបន្តិចអញ្ចេះចុះហើយជាទូទៅនៅពេលដែលគាត់នៅបែកគ្នាគាត់យល់គ្នាបានច្រើនតែនៅពេលដែលគាត់នៅជិតគ្នាវាដូចជាមានរឿងច្រើនតិចរឿងនេះតិចរឿងនោះអញ្ចឹងណាវាព្រោះវាមានអាសន្លឹកកាតមួយនេះវាអមជាមួយអញ្ចឹងបានន័យថាវាវល់រហូតម្ដងទៅល្អម្ដងទៅអញ្ចឹងចុះអញ្ចឹងណាហើយឃើញថាជាទូទៅឲ្យតែពេលកើតរឿងគាត់អត់សូវប្រឈមមុខនិយាយគ្នាចំទេអញ្ចឹងជាចំណុចសំខាន់ណាអាការដែលមានបញ្ហាហើយសង្ងំគិតរៀងខ្លួនម្នាក់គិតឆ្វេងម្នាក់គិតស្ដាំនេះដូចសត្វពីរនេះអញ្ចឹង
អត់គិតមើលមុខគ្នាទេម្នាក់ទៅចេះម្នាក់ទៅចុះតែបើងាកមើលមុខមកនិយាយមានអីឲ្យតំណាផ្លូវវែងឆ្ងាយមួយគ្នាដែលត្រូវដើរប៉ុន្តែក៏អត់ព្រមដើរស្របគ្នាអត់ព្រមងាកមើលគ្នាឲ្យតែគាត់មានពលឺប្រច័ណ្ឌនៅកណ្ដាលនឹងដែរបានន័យថាបើសិនជាគាត់ងាកមកនិយាយទល់មុខគ្នាគឺគាត់មានពលឺហ្មងតែឲ្យតែពេលមានរឿងគឺម្នាក់គិតផ្សេងទៅម្នាក់ទៀតគិតផ្សេងទៅអត់ព្រមមកនិយាយទល់មុខគ្នាតែគាត់មានភាពអត់ធ្មត់ជាពិសេសខ្ញុំឃើញថាខាងស្រីក៏អត់ធ្មត់ខ្ពស់ដែរគាត់នៅក្នុងភាពជាម្ដាយគាត់មានទំនួលខុសត្រូវហើយគាត់គឺជាស្ត្រីដែលផ្ដល់ភាពកក់ក្ដៅឲ្យកូនអញ្ចឹងទៅគាត់ព្យាយាមអត់ធ្មត់នៅរាល់តែមានបញ្ហាម្ដងហើយម្យ៉ាងទៀតអាភាពអត់ធ្មត់នឹងដូចជាការចាក់ទឹកនេះអញ្ចឹងឃើញទេដើម្បីសន្តិភាពគ្រប់យ៉ាងគឺមានតែការអត់ធ្មត់ដូចការចាក់ទឹកគឺគាត់អត់ចាក់ម្ដងទាំងអស់ហើយគាត់ចាក់ម្ដងបន្តិចអញ្ចឹងច្បាប់ធម្មជាតិនឹងស្អីដែលវាត្រូវមកជួបគឺវានឹងជួបហើយសំខាន់យើងអត់ធ្មត់នឹងវាបានប៉ុណ្ណាហើយយើងមើលឃើញថាគាត់គឺជាស្ត្រីម្នាក់ដែលមានពលឺចាញ់ចាំងនៅក្នុងគ្រួសារផ្ដល់ភាពកក់ក្ដៅឲ្យកូនអញ្ចឹងរឿងមុំគឺគាត់ខំមកសកត់ចិត្តគាត់មិនងាយនឹងនិយាយខ្លាចបង្កនៅចំនួនធ្វើឲ្យមានការបែកបាក់បើទោះជាគាត់ខំទប់យ៉ាងណាក៏ដោយរឿងវានៅតែកើតចឹងតែគ្រាន់ថាអាពេលដែលកើតរឿងធំនេះ The Tower កដាលនេះមិនដឹងថាគាត់ស៊ូទ្រាំនឹងស្ថានភាពហ្នឹងវាបានដល់កម្រិតណាបើសិនជាស៊ូមិនបានណាគឺអាចនឹងមានម្នាក់សុខចិត្តដើរចេញឯងហើយពេលខ្លះគឺគាត់មានអារម្មណ៍សង្ស័យគ្នាហើយសង្ស័យអត់ព្រមនិយាយដូចមានអារម្មណ៍ថាមានម្នាក់រៀងមានអីលាក់លៀមនៅពីក្រោយមានការក្បត់អីនៅពីក្រោយអញ្ចឹងប៉ុន្តែបើសិនជាគាត់ងាកមកនិយាយរកគ្នាគឺរកដំណោះស្រាយឃើញតែបញ្ហាអាអត់និយាយគ្នានឹងតាបើទោះបីជាមើលទៅវាមានការចាប់ផ្ដើមទៅដោយភាពជឿជាក់អីប៉ុណ្ណាក៏ដោយឬក៏មនុស្សស្រីម្នាក់ហ្នឹងគាត់គឺជាស្រីម្នាក់ដែលមានតម្លៃហ្មងនៅក្នុងកាយភ្នែកគ្រួសារគាត់ហ្នឹងប្តីរបស់គាត់ហ្នឹងក៏មើលមកប្រពន្ធហ្នឹងជាមនុស្សស្រីមានតម្លៃលើពីស្រីដទៃទៀតដែលគាត់បានជួបដែរហើយគាត់ដឹងគាត់ទទួលស្គាល់ហើយរហូតដល់ប្រឹងប្រែងដល់មានជីវភាពប៉ុណ្នេះហើយរហូតពេលខ្លះម្នាក់ស្រីហ្នឹងទោះបីជាអត់មានគ្រួសារគាត់នៅជាមួយក៏គាត់អាចរស់បានដោយឯករាជ្យម្ចាស់ការខ្លួនឯងដែរប៉ុន្តែក៏ហើយគាត់ដោយសារហ្នឹងឯងដែលថាឲ្យមើលទៅគាត់កាន់តែមានតម្លៃខ្លួនគាត់គឺមានតម្លៃហ្មងជាមនុស្សស្រីដែលមានទៅថាពេញលក្ខណៈនិងភាពជាម្ដាយហើយគាត់អាចមានសមត្ថភាពមើលថែកូនចៅបានដោយមិនចាំបាច់មានប្តីនៅជាមួយក៏បានដែរប៉ុន្តែមនុស្សស្រីទោះបីជាគាត់ប្រកែកប៉ុណ្ណាក៏ដោយគឺគាត់ត្រូវការមនុស្សប្រុសដែលមានភាពកក់ក្ដៅនៅក្បែរគាត់ដែរគាត់មិនត្រូវការនៅតែឯងចឹងទេមិនថាមនុស្សយើងត្រូវការតែមានគូអត់គូមិនចេះនៅវាមិនមែនចឹងទេធម្មជាតិមនុស្សស្រីគឺភាពទន់ខ្សោយនៅក្នុងផ្លូវចិត្តនាងត្រូវការជំរកមួយដ៏កក់ក្ដៅពីមនុស្សប្រុសមិនមែននាងរស់នៅម្នាក់ឯងមានសមត្ថភាពរស់ស៊ីមានលុយកាក់ប៉ុណ្ណាក៏ដោយតែនៅតែត្រូវការមនុស្សប្រុសម្នាក់ដែលមានបេះដូងទលាយមានភាពកក់ក្ដៅនៅក្បែរនាងដើម្បីឲ្យនាងផ្អែកស្មារតីរឿងហ្នឹងវាត្រូវតែអញ្ចឹងអ្នកណាក៏ទទួលស្គាល់ចំណុចហ្នឹងដែរហើយឃើញថាវាការផ្ដល់ឲ្យហ្នឹងវាអត់ស្មើគ្នាពីរនាក់ហ្នឹងវាម្នាក់ទៅឲ្យមកយ៉ាងច្រើនខ្ញុំចង់និយាយឲ្យនៅសេចក្តីស្រឡាញ់ម្នាក់ទៀតអាការទទួលហ្នឹងវាដូចអត់ស៊ីគ្នាសោះទំហំឲ្យមកទឹកមកពីងទៅពេលអ្នកទទួលស្រាប់តែយកឆ្នាំងយកទៅត្រង់វាដូចអត់ត្រូវគ្នាពេលខ្លះអញ្ចឹងវាអាចនឹងបើសិនជាខ្ញុំមើលទៅលើសាច់រឿងនេះតើតាពីរអ្នកហ្នឹងចាប់ផ្ដើមមកនិយាយគ្នាឡើងវិញទ្រព្យសម្បត្តិមានហើយខំប្រឹងប្រែងដល់ប៉ុណ្ណឹងហើយតែនៅខ្វះអាការនិយាយគ្នាដើម្បីឲ្យដើរនៅវិថីជាមួយគ្នាបានទៅមុខវែងឆ្ងាយអញ្ចឹងគឺត្រូវឆ្លងកាត់ពេលវេលាច្រើនណាត្រូវដើរដំណើរចំណាក់ឆ្ងាយជាមួយគ្នាច្រើនណាចឹងខ្ញុំអត់អាចនិយាយច្រើនលើនឹងព្រមនីតិវាមានកំណត់ដែរកុំអីខ្ញុំបើកច្រើនជាងនឹងព្រោះរឿងនេះគឺវាត្រូវនឹងសាច់រឿងអ្នកដែលបានជួបហើយមិនអត់ទេបើអញ្ចឹងវាអត់មានធ្លាក់សិលកាតមកដែលចេញនៅក្នុងអត្តន័យបែបហ្នឹងបាននេះអ្នកទាំងអស់គ្នាខមមិនខ្លាំយក energy ហ្នឹងបើទោះបីជាត្រូវតែមកចំណុចក៏ដោយវាមិនអាចថាត្រូវទាំងអស់តែបើត្រូវទាំងអស់បានន័យថាអំពុលត្រូវមកខ្ញុំខ្លាំងហ្មងតែបើត្រូវមកចំណុចឬពីចំណុចអីក៏អ្នកទាំងអស់គ្នាអាច comment ខ្លាំយក energy មួយហ្នឹងដោយលេខ8 4ដងណាខ្ញុំជាទូទៅគឺលេខ7លេខ8លេខ9លេខ11ហ្នឹងគឺជាសារមួយដែលសំខាន់ហើយអ្នកទាំងអស់គ្នាខ្លាំយកទៅហើយ complete ចុច follow page
នឹងធ្វើការshare ដើម្បីចែករំលែកឲ្យទៅអ្នកផ្សេងទៀតដែលគាត់មានធម៌ពលត្រូវបានដឹងលើពីវីដេអូហ្នឹងយើងមិនបាច់ចាំថាធ្វើបុណ្យធ្វើទានអីកម្រិតណាគ្រាន់តែយើងចែករំលែកនៅអ្វីដែលយើងគិតថាល្អសម្រាប់គេឲ្យតែគេឃើញអាហ្នឹងក៏ជាហៅថាជាការចែករំលែកមួយដែរអញ្ចឹងខ្ញុំក៏សូមអរគុណម្ដងទៀតចំពោះអ្នកដែលស្រឡាញ់ខ្ញុំចូលចិត្តខ្ញុំទាំងអស់អ្នកឆាតមកគូច្រើនមែនតើគឺគាត់ត្រូវរឿងរបស់គាត់អ្នកខ្លះគាត់កំសត់និយាយទៅត្រូវចិត្តគាត់អីអញ្ចឹងណាវាប្រកាសជាត្រូវហើយពីព្រោះខ្ញុំមិនអាចមានសិលកាត់យកមកតម្រៀបលើនឹងនិយាយបានទេបើសិនជាគ្មានរឿងពិតរបស់អ្នកណាម្នាក់ណាឬក៏ច្រើនអ្នកព្រោះអ្នកដែលមើលវីដេអូគឺច្រើនអញ្ចឹងយើងអត់ដឹងទេថាអ្នកណាខ្លះដែលត្រូវអញ្ចឹងណានឹងខ្ញុំយើងអត់សូវស្រួលខ្លួនអូខេអញ្ចឹងប៉ុណ្ណឹងណាបាយបាយ